មន្ទីរបញ្ចកោណបានប្រកាសថាសង្គ្រាមនៅអ៊ីរ៉ង់បានចំណាយថវិកាសហរដ្ឋអាមេរិក $37.5 លានរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Pete Hegseth បាននិយាយកាលពីថ្ងៃអង្គារថាការចំណាយរបស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមនៅអ៊ីរ៉ង់បានកើនឡើងដល់ $37.5 លានអាមេរិករហូតមកទល់នឹងពេលនេះខណៈដែលលោកបានប្រឈមមុខនឹងការសាកសួរយ៉ាងតឹងរ៉ឹងពីសមាជិកសភាជាលើកដំបូងចាប់តាំងពីការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំត្រូវបានធ្វើឡើងវិញដើម្បីស្វែងរកការអនុម័តថវិកាបន្ទាន់សម្រាប់សង្គ្រាមដែលមិនទទួលបានការគាំទ្រពីសាធារណជននៅសល់តែ6ថ្ងៃទៀតប៉ុណ្ណោះមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិដែលគណៈបក្សសាធារណរដ្ឋរបស់ប្រធានាធិបតីលោក Donald Trump អាចនឹងប្រឈមនឹងការលំបាកក្នុងការរក្សាសម្លេងភាគច្រើននៅក្នុងសភាតំណាងរាស្ត្រនិងព្រឹទ្ធសភាគណៈបកប្រជាធិបតេយ្យកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងក្នុងការស្ទង់មតិសាធារណៈខណៈដែលពួកគេព្យាយាមភ្ជាប់សង្គ្រាមអ៊ីរ៉ង់ដែលមិនមានប្រជាប្រិយភាពទៅនឹងបញ្ហាចំណាយរស់នៅនិងភាពទទួលបានរបស់ប្រជាពលរដ្ឋលោក Pete Hegseth បានប្រាប់សមាជិកសភាក្នុងសវនាការមួយនៅក្នុងទីក្រុង Washington ថាថវិកា $37.5 លាននេះរួមបញ្ចូលទាំងការចំណាយលើផ្នែកមួយចំនួននៃសង្គ្រាមនិងការចំណាយដែលរំពឹងទុករហូតដល់ថ្ងៃទី30 ខែកញ្ញាគេនៅមិនទាន់ដឹងច្បាស់ថាមន្ទីរបញ្ចកោណបានគណនាតួលេខនេះដោយវិធីណានោះទេប្រភពមួយបានប្រាប់ Reuters កាលពីខែមីនាថារដ្ឋបាលលោក Donald Trump បានប៉ាន់ប្រមាណថាសង្គ្រាមរយៈពេល6ថ្ងៃដំបូងបានចំណាយយ៉ាងហោចណាស់ $11.3 លានទៅហើយកាលពីខែមុនលោក Donald Trump បានស្នើទៅកាន់សភាឲ្យអនុម័តថវិកា $90 លានដែលភាគច្រើនពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ីរ៉ង់ការស្នើនេះបានបើកផ្លូវឲ្យមានការប្រជុំដាក់គ្នាជាថ្មីជាមួយសមាជិកសភាដែលមិនពេញចិត្តនឹងសង្គ្រាមនេះនិងកំពុងប្រឈមការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកាទាំងសមាជិកសភាគណៈបក្សសាធារណរដ្ឋនិងគណៈបកប្រជាធិបតេយ្យបានរិះគន់ថាចាប់តាំងពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលចាប់ផ្ដើមវាយប្រហារលើអ៊ីរ៉ង់នៅថ្ងៃទី28 ខែកុម្ភៈមកលោក Donald Trump និងក្រុមការងាររបស់លោកមិនបានផ្ដល់ព័ត៌មានគ្រប់គ្រាន់ដល់សភាអំពីស្ថានភាពសង្គ្រាមនិងផែនការរបស់លោកឡើយសមាជិកសភាគណៈបកប្រជាធិបតេយ្យលោកស្រី Patty Murray ដែលជាសមាជិកជាន់ខ្ពស់បំផុតរបស់គណៈបកលើគណៈកម្មាធិការថវិកាបាននិយាយនៅក្នុងសវនកម្មថាប្រធានាធិបតីកំពុងគំរាមបង្កើនការវាយប្រហារនិងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមដែលកំពុងបង្ហាញថាសង្គ្រាមនេះអាចក្លាយជាសង្គ្រាមអូសបន្លាយមិនចេះចប់មួយទៀតលោក Donald Trump បានចេញការគំរាមយ៉ាងធ្ងន់ធ្ងរជាច្រើនទៅលើអ៊ីរ៉ង់រួមទាំងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលអ្នករិះគន់និយាយថាអាចចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាមដោយសារតែគណៈបក្សសាធារណរដ្ឋមានសម្លេងតិចនៅក្នុងសភាតំណាងរាស្ត្រនិងព្រឹទ្ធសភាដូច្នេះសេចក្តីព្រាងច្បាប់អំពីថវិកាភាគច្រើនត្រូវបានការគាំទ្រពីសមាជិកគណៈបកប្រជាធិបតេយ្យដើម្បីអនុម័តបានសមាជិកព្រឹទ្ធសភាគណៈបកប្រជាធិបតេយ្យលោកស្រី Kristen Gillibrand បាននិយាយថាមូលហេតុដែលប្រជាពលរដ្ឋខឹងនឹងលោក Donald Trump និងរដ្ឋបាលរបស់លោកខ្លាំងនៅពេលនេះគឺដោយសារពាក្យសម្ដីដែលលោកបាននិយាយកន្លងមកគឺវាមិនស្របគ្នាវាអាចថាចប់ទៅហើយឬនៅមិនទាន់ចប់ព្រោះលោក Donald Trump និយាយម្ដងចេះម្ដងចោះអាចថាចប់ក្នុងមួយសប្តាហ៍ឬពីរសប្តាហ៍អាចថាមានមីស៊ីលប្រើគ្រប់គ្រាន់ឬខ្វះខាតមីស៊ីលផលប៉ះពាល់នៃសង្គ្រាមលោក Pete Hegseth ក៏បានប្រាប់សមាជិកសភាថាការហ្វឹកហ្វឺនយោធានឹងត្រូវកាត់បន្ថយប្រសិនបើមានការអនុម័តថវិកាបន្ទាន់បន្ថែមសង្គ្រាមនេះបានដាក់សម្ពាធយ៉ាងខ្លាំងលើថវិកាជិត$1 ទ្រីលានរបស់មន្ទីរបញ្ចកោណហើយអាចប៉ះពាល់ដល់ថវិកាសម្រាប់កងទ័ពផងដែរប្រធានអគ្គសេនាធិការចម្រុះលោកឧត្តមសេនីយ៍ Dan Kenney បានទទួលស្គាល់នៅក្នុងសវនាការថាបើទោះបីជាក្រសួងអាចស្វែងរកថវិកាសម្រាប់បើកប្រាក់បៀវត្សដល់ទាហានបានក៏ដោយក៏មន្ទីរបញ្ចកោណអាចប្រឈមនឹងការលំបាកក្នុងការចំណាយលើការថែទាំសម្ភារៈយោធានិងការវិនិយោគលើសមត្ថភាពយោធានាពេលអនាគតលោក Pete Hegseth បានអំពាវនាវដល់សមាជិកសភាមិនត្រឹមតែអនុម័តសំណើថវិកាបន្ថែមប៉ុណ្ណោះទេក៏ប៉ុន្តែថែមទាំងអនុម័តសំណើថវិកាជាតិការពារចំនួន$1.5 ទ្រីលានសម្រាប់ឆ្នាំ2027ផងដែរលោកបាននិយាយថាការមិនផ្ដល់ថវិកា$1.5 ទ្រីលានដល់ក្រសួងនេះខ្ញុំជឿថាគឺជាការគំរាមកំហែងដ៏ធំបំផុតមួយដែលប្រទេសរបស់យើងកំពុងប្រឈមបទឈប់បាញ់ដ៏ផុយស្រួយរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានដួលរលំកាលពីដើមខែនេះហើយភាគីទាំងពីរបានបន្តធ្វើការវាយប្រហារគ្នាជារៀងរាល់ថ្ងៃចំនួនទាហានអាមេរិកដែលបានស្លាប់នៅក្នុងសង្គ្រាមនៅអ៊ីរ៉ង់បានកើនឡើងដល់18នាក់គិតត្រឹមចុងសប្តាហ៍នេះខណៈដែលទាហានប្រមាណជា430នាក់បានរងរបួសមន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃច័ន្ទថាទាហាន100នាក់បានរងរបួសចាប់តាំងពីថ្ងៃទី7 ខែកក្កដាហើយក្នុងចំណោមនោះ 96% បានវិលត្រឡប់ទៅបំពេញភារកិច្ចវិញក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះលោក Donald Trump បានគម្រាមពង្រីកគោលដៅវាយប្រហារនៅលើអ៊ីរ៉ង់ដោយរួមបញ្ចូលរោងចក្រថាមពលនិងស្ពានបញ្ជូនកងទ័ពជើងគោកទៅកាន់កាប់កោះខាកដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់និងទម្លាក់គ្រាប់បែកលើទីតាំងក្រោមដីដ៏ជ្រៅមួយដែលពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរដែលគេស្គាល់ថាជាភ្នំ Pikase កាលពីថ្ងៃអង្គារលោក Donald Trump បាននិយាយថាសហរដ្ឋអាមេរិកនឹងកំទេចទីតាំងនៅភ្នំនោះក្នុងពេលឆាប់ៗនេះបាទអរគុណអ្នកនរគ្នាសម្រាប់ការស្ដាប់ដល់ចប់ប្រសិនបើមានចំណុចលើសលួសខ្វះខាតសូមជួយបំពេញបន្ថែមនៅក្នុងខមមិនខាងក្រោមផងអរគុណជួបគ្នានៅវីដេអូក្រោយក្រុមហ៊ូទីប្រកាសបិទផ្លូវសមុទ្រលើអារ៉ាប៊ីសាអូឌីតបង្កការព្រួយបារម្ភពីសមរភូមិថ្មីក្នុងសង្គ្រាមអាមេរិកនិងអ៊ីរ៉ង់
ក្រុមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយេម៉ែនបានប្រកាសកាលពីថ្ងៃច័ន្ទថាពួកគេនឹងដាក់ការបិទផ្លូវសមុទ្រលើប្រទេសអារ៉ាប៊ីសាអូឌីតដែលអាចបើកសមរភូមិថ្មីប្រឆាំងនឹងសហរដ្ឋអាមេរិកក្នុងសង្គ្រាមរបស់ខ្លួនជាមួយអ៊ីរ៉ង់ហើយបង្កើនការគំរាមកំហែងដល់ការផ្គត់ផ្គង់ថាមពលនិងពាណិជ្ជកម្មពិភពលោកលើសពីតំបន់ឈូងសមុទ្រពាក់ការកើនឡើងនៃភាពតានតឹងនេះកើតមានបន្ទាប់ពីកងទ័ពអាមេរិកបានរងការខាតបង់យ៉ាងធ្ងន់ធ្ងរបំផុតក្នុងសង្គ្រាមក្រសួងការពារជាតិអាមេរិកបានបញ្ជាក់កាលពីថ្ងៃច័ន្ទអំពីអត្តសញ្ញាណនៃកងទ័ពអាមេរិក2នាក់ដែលបានស្លាប់ក្នុងការវាយប្រហាររបស់អ៊ីរ៉ង់លើមូលដ្ឋានទ័ពអាមេរិកនៅហ្សុកដានីកាលពីថ្ងៃសុក្រហើយក៏បានឲ្យដឹងផងដែរថាខ្លួនបានរកឃើញអតិថិដែលមិនទាន់ស្គាល់អត្តសញ្ញាណមួយដែលអាចជាទាហានទី3របស់ខ្លួនដែលត្រូវបានរាយការណ៍ថាបាត់ខ្លួនក្នុងសមរភូមិដោយឡែកទាហានអាមេរិកទី4ម្នាក់ទៀតបានស្លាប់នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់អំឡុងពេលបំផ្លាញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់ពីដ្រូនវាយប្រហាររបស់អ៊ីរ៉ង់ដែលត្រូវបានបាញ់ទម្លាក់បន្ទាប់ពីក្រុមហ៊ូទីប្រកាសបិទផ្លូវសមុទ្រសម្ព័ន្ធមិត្តយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅយេម៉ែនបានប្រកាសថាខ្លួននឹងឆ្លើយតបដោយកម្លាំងហើយក៏បានចាប់ផ្ដើមអនុវត្តវិធានការការពារនាវារបស់ខ្លួនដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Bab el-Mandeb ដែលជាផ្លូវនាំចេញប្រេងដ៏សំខាន់របស់អារ៉ាប៊ីសាអូឌីតបន្ទាប់ពីច្រកសមុទ្រ Hormuz ត្រូវបានបិទប្រកបដោយប្រសិទ្ធភាពក្រុមហ៊ូទីបានធ្វើសេចក្តីប្រកាសនេះបើទោះបីជាមានសញ្ញាបង្ហាញថាទីក្រុងតេហឺរ៉ង់និងទីក្រុងវ៉ាស៊ីនតោនចង់បន្តកិច្ចចរចាការទូតឡើងវិញដើម្បីបញ្ឈប់វឌ្ឍនភាពនៃការវាយប្រហារដែលកំពុងកាន់តែធ្ងន់ធ្ងរហើយដែលស្ទើរតែបានបំផ្លាញទាំងស្រុងនូវកិច្ចព្រមព្រៀងបណ្ដោះអាសន្នដ៏ផុយស្រួយដែលបានចុះហត្ថលេខាកាលពីខែមុនក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថាអ្នកសម្របសម្រួលបានដាក់ពាក្យស្នើសំណើមួយចំនួនទៅកាន់អ៊ីរ៉ង់ដែលបង្ហាញថាទំនាក់ទំនងការទូតនៅតែបន្តក៏ប៉ុន្តែមិនបានបញ្ជាក់ព័ត៌មានលម្អិតឡើយតម្លៃប្រេងបានកើនឡើងភ្លាមៗបន្ទាប់ពីសេចក្តីប្រកាសរបស់ក្រុមហ៊ូទីក៏ប៉ុន្តែក្រោយមកបានធ្លាក់ចុះវិញខណៈដែលពាណិជ្ជករនៅតែមានក្តីសង្ឃឹមថានឹងមានរបបកំហើយថ្មីផ្នែកការទូតទន្ទឹមនឹងនោះថ្លៃធានារ៉ាប់រងសម្រាប់ការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកសមុទ្រក្រហមក៏បានកើនឡើងផងដែរដោយសារហានិភ័យកាន់តែខ្ពស់ចំពោះនាវាពាណិជ្ជកម្មអ៊ីរ៉ង់ក៏បានជំរុញឲ្យក្រុមហ៊ូទីបិទច្រកសមុទ្រ Bab el-Mandeb ដែលជាច្រកចូលសមុទ្រក្រហមប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ប្រសិនបើច្រកសមុទ្រនេះត្រូវបានបិទទាំងស្រុងពិតមែនការផ្គត់ផ្គង់ប្រេងពិភពលោកនឹងថយចុះប្រហែល 7% ដោយសារតែការនាំចេញប្រេងភាគច្រើនរបស់អារ៉ាប៊ីសាអូឌីតនឹងមិនអាចចេញពីតំបន់នោះបានការរំខាននេះនឹងបន្ថែមលើការធ្លាក់ចុះដ៏ធំនៃលំហូរប្រេងដែលបណ្ដាលមកពីសង្គ្រាមនៅតំបន់ឈូងសមុទ្រដែលបានកាត់បន្ថយការដឹកជញ្ជូនប្រេងប្រហែល 10% នៃការផ្គត់ផ្គង់សកលរួចទៅហើយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកងកម្លាំងប្រដាប់អាវុធហ៊ូទីបានប្រកាសថាពួកគេនឹងដាក់ចេញនូវការហាម5ឃាត់ផ្លូវសមុទ្រប្រឆាំងនឹងសត្រូវអ៊ុក្រិតជនអារ៉ាប៊ីសាអូឌីតដោយផ្អែកលើគោលការណ៍ភ្នែកមួយសងភ្នែកមួយដែលមានប្រសិទ្ធភាពភ្លាមៗជាការឆ្លើយតបទៅនឹងអ្វីដែលពួកគេហៅថាការឡោមព័ទ្ធដ៏អយុត្តិធម៌និងសង្កត់សង្កិនដែលអារ៉ាប៊ីសាអូឌីតបានដាក់មកលើយេម៉ែនកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីស្ដារបទជប់បាញ់ឡើងវិញមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់រយទ័រកាលពីថ្ងៃច័ន្ទថាទីក្រុងតេហឺរ៉ង់បានទទួលសំណើពីអ្នកសម្របសម្រួលសម្រាប់បទជប់បាញ់រយៈពេល10ថ្ងៃក្នុងគោលបំណងសង្គ្រោះកិច្ចព្រមព្រៀងបណ្ដោះអាសន្នដែលត្រូវបានរៀបចំឡើងដើម្បីត្រួសត្រាយផ្លូវទៅរកកិច្ចព្រមព្រៀងអចិន្ត្រៃយ៍បញ្ចប់សង្គ្រាមដែលបានចាប់ផ្ដើមនៅថ្ងៃទី28ខែកុម្ភៈដោយសារការវាយប្រហាររួមរបស់សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ទៅលើអ៊ីស្រាអែលទាំងក្រសួងការបរទេសអ៊ីរ៉ង់និងមន្ត្រីដែលបានផ្ដល់បទសម្ភាសន៍ដល់រយទ័រមិនបានបង្ហាញព័ត៌មានលម្អិតអំពីការពិភាក្សាស្ដីពីបទជប់បាញ់នោះឡើយប្រពន្ធពីររូបក្នុងរដ្ឋាភិបាលប៉ាគីស្ថានបាននិយាយដាច់ដោយឡែកថារដ្ឋមន្ត្រីមហាផ្ទៃអ៊ីរ៉ង់លោកអ៊ីស្ខាន់ដាបានស្នើឲ្យប៉ាគីស្ថានបន្តតួនាទីជាអ្នកសម្របសម្រួលក្នុងជំនួសនេះឡើងវិញក្រោយមកលោកបានធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្លាមាបាតដើម្បីបន្តកិច្ចពិភាក្សាបន្ថែមកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនេះបានកើតឡើងបន្ទាប់ពីការវាយប្រហារថ្មីរបស់សហរដ្ឋអាមេរិកលើទីក្រុងនានារបស់អ៊ីរ៉ង់និងការវាយប្រហាររបស់កងឆ្មាំបរិវត្តអ៊ីស្លាមអ៊ីរ៉ង់លើទ្រព្យសម្បត្តិនិងយោធារបស់អាមេរិកនៅក្នុងតំបន់បញ្ជាការដ្ឋានកណ្ដាលអាមេរិក CENTCOM បានឲ្យដឹងការពីរសៀលថ្ងៃច័ន្ទថាខ្លួនបានចាប់ផ្ដើមការវាយប្រហារជុំថ្មីមួយទៀតលើអ៊ីរ៉ង់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលកំពុងប្រឈមនឹងសម្ពាធនយោបាយកាន់តែខ្លាំងនៅក្នុងប្រទេសដោយសារតែតម្លៃសាំងកើនឡើងចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនិងការបិទច្រកសមុទ្រ Hormuz ដោយអ៊ីរ៉ង់បានការពារការវាយប្រហារចុងក្រោយលើអ៊ីរ៉ង់ថាការសងសឹកចំពោះអ្នកស្លាប់របស់ទាហានអាមេរិកក្នុងការវាយប្រហាររបស់អ៊ីរ៉ង់នេះពេលថ្មីៗនេះលោក Donald Trump បានសរសេរនៅលើបណ្ដាញសង្គម Truth Social ថារាល់ពេលដែលអ៊ីរ៉ង់សម្លាប់ទាហានអាមេរិកពួកគេនឹងត្រូវសងថ្លៃចំពោះទង្វើនោះជាច្រើនដងខ្ញុំបានបញ្ជូនបទបញ្ជានេះទៅរដ្ឋមន្ត្រីសង្គ្រាមលោក Pete Hegseth ប្រធានអគ្គសេនាធិការចម្រុះនិងជាមេបញ្ជាការយោធារួចអស់ហើយសង្គ្រាមនេះបានសម្លាប់មនុស្សរាប់ពាន់នាក់ដែលភាគច្រើនស្ថិតនៅអ៊ីរ៉ង់និងលីបង់ផ្នែកមួយនៃប្រទេសលីបង់នៅតែស្ថិតក្រោមការកាន់កាប់របស់កងទ័ពអ៊ីស្រាអែលបន្ទាប់ពីក្រុម Hezbollah បានវាយប្រហារលើអ៊ីស្រាអែលដោយអះអាងថាខ្លួនធ្វើដូច្នេះដើម្បីបង្ហាញសាមគ្គីភាពជាមួយអ៊ីរ៉ង់ប្រធានាធិបតីលីបង់លោក Joseph Aoun
អូនក្រុងជួបជាមួយនឹងលោកដូណាល់ត្រាំនៅសេតវិមាននៅថ្ងៃអង្គារដើម្បីបង្ហាញផែនការរំសាយអាវុធរបស់ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់និងធានាឲ្យអ៊ីស្រាអែលដកទ័ពចេញពីលីបង់អ៊ីស្រាអែលក៏នៅតែមានកងទ័ពនៅក្នុងតំបន់ហ្គាសាផងដែរបន្ទាប់ពីមានសង្គ្រាមអស់រយៈពេល2ឆ្នាំដែលបានផ្ទុះឡើងដោយសារការវាយប្រហាររបស់ក្រុមហាម៉ាស់លើសហគមន៍អ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី7ខែតុលាឆ្នាំ2023ក្រុមហាម៉ាស់បានប្រកាសកាលពីថ្ងៃច័ន្ទថាខ្លួនតែងតាំងលោក Khalil al-Khaya ជាមេដឹកនាំកម្ពុជាថ្មីរបស់ក្រុមដែលអ្នកវិភាគម្នាក់យល់ឃើញថាអាចជាសញ្ញាបង្ហាញពីជំហរតឹងរឹងជាងមុនចំពោះការអំពាវនាវឲ្យក្រុមនេះដាក់អាវុធចុះអ៊ីរ៉ង់អះអាងថានាវាដឹកប្រេង2គ្រឿងបានផ្ទុះឆេះកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បាននិយាយថានាវាដឹកប្រេង2គ្រឿងបានផ្ទុះឆេះបន្ទាប់ពីព្យាយាមឆ្លងកាត់ច្រកសមុទ្រតាមផ្លូវដែលមិនសុវត្ថិភាពកាលពីថ្ងៃអាទិត្យកងឆ្មាំបដិវត្តអ៊ីស្លាមបាននិយាយថានាវា2គ្រឿងបានជួបឧបទ្ទវហេតុនៅតំបន់ដូចគ្នាក៏ប៉ុន្តែមិនច្បាស់ថាឧបទ្ទវហេតុទាំងពីរនេះមានទំនាក់ទំនងគ្នាយ៉ាងដូចមិននោះទេ Reuters ក៏មិនទាន់អាចផ្ទៀងផ្ទាត់ព័ត៌មាននេះបានភ្លាមៗនៅឡើយដែរក៏ព្រោះតែស្ថានភាពមិនអំណោយផលសេចក្តីថ្លែងការណ៍របស់កងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់មិនបានផ្ដល់ព័ត៌មានអំពីនាវាទាំងនោះឬអ្នករងគ្រោះឡើយដោយឡែកទីភ្នាក់ងារប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្រចក្រភពអង់គ្លេសបាននិយាយថានាវាមួយគ្រឿងត្រូវបានវាយប្រហារដោយគ្រាប់មិនស្គាល់ប្រភពនៅឯឆ្នេរសមុទ្រអូម៉ង់ដែលស្ថិតនៅទល់មុខច្រកសមុទ្រហូម៉ូសនៅក្នុងប្រទេសអ៊ីរ៉ង់មានសេចក្តីរាយការណ៍អំពីការផ្ទុះនៅក្នុងទីក្រុងចំនួន7ផ្សេងគ្នាដោយសេចក្តីសន្និដ្ឋានថានេះគឺជាការវាយប្រហារមកពីសហរដ្ឋអាមេរិកទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីណាបានរាយការណ៍ថាមនុស្សម្នាក់បានស្លាប់និងមនុស្សជាច្រើនអ្នកផ្សេងទៀតបានរងរបួសនៅភូមិនិរដីនៃទីក្រុងតាប្រីសកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ក៏បានអះអាងថាខ្លួនបានបាញ់មីស៊ីលផ្លោងសម្ដៅលើយន្តហោះអាមេរិកនៅអាកាសយានដ្ឋានអាកាបារបស់ហ្សកដានីព្រមទាំងសម្ដៅលើមូលដ្ឋានយោធា Al-Adri និងមូលដ្ឋានទ័ពអាកាស Ali al-Salam នៅប្រទេសគុយវ៉ាតនិងទីតាំងយោធាអាមេរិកនៅប្រទេសសេរីផងដែរស៊ីរ៉ានប្រកាសអាសន្នបានបន្លឺឡើងទូទាំងប្រទេសបារ៉ែនពេញមួយថ្ងៃច័ន្ទចំណែកឯកងទ័ពគុយវ៉ាតបានឲ្យដឹងផងដែរថានៅព្រឹកថ្ងៃអង្គារនេះប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់ដ្រូនរបស់អ៊ីរ៉ង់ជាថ្មីម្ដងទៀតអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់ដល់ចប់បើសិនបើមានចំណុចណាខ្វះខាតឬក៏លើសលួសសូមជួយកែលម្អនៅខមមិនខាងក្រោមអរគុណជួបគ្នានៅវីដេអូក្រោយ